បងស្ត្រីបែងចែកឲ្យច្បាស់រវាងការធ្លាក់សមានពពួកមេរោគផ្សិតនិងការធ្លាក់សបង្កដោយការរលាកស្បូនធម្មតាពេលដែលបងប្អូនកាត់ផ្សិតទៅលើការធ្លាក់សគឺវាស្ដែងចេញខុសពីការធ្លាក់សរលាកបងប្អូនពួកពេលដែលកាត់ផ្សិតគឺបងប្អូនអាចនឹងធ្លាក់សមកជាសន្តានបែបនេះបែបខាប់កកដុំសស្អាតៗដោយម្សៅឬក៏ដូចចូលល្ហុងចឹងហើយផ្សិតនេះវាអាចនឹងលីឡំជាមួយនឹងការរមាស់ស្គៀបរមាស់ខុសពីធម្មតារមាស់ដែលមានអេចាក់ឈីបទៅនឹងតំបន់ទ្វីមាសហើយអាចលីឡំជាមួយនឹងក្លិនរាងជូររាងផ្អូមឬក៏ក្លិនឆ្អាបប៉ុន្តែបើសិនជាស្ត្រីដែលគាត់មានទៅលើបញ្ហារលាកស្បូនវិញគឺការធ្លាក់សអត់ដូចផ្សិតទេគឺគាត់អាចនឹងធ្លាក់មកបែបនេះចឹងអាចនឹងធ្លាក់មកបែបរាវឬក៏មានការឡើងពណ៌បែបលឿងស្រាលលឿងដិតធ្លាក់មកដូចខ្ទុះឬក៏ដូចខូនដែរបើថារលាកកម្រិតធ្ងន់តិចគឺអាចនឹងធ្លាក់នេះជាមួយនឹងកកឈាមប្រាលហើយទៅលើក្លិនអត់មានក្លិនជូរក្លិនផ្អូមក្លិនឆ្អាបទេគឺមានធុំក្លិនស្អុយតែម្ដងចេញពីក្នុងតំបន់ទ្វីមាសរបស់គាត់ពេលខ្លះអ្នកដែលគាត់មានការរលាកនឹងអត់រមាស់ទេចាប៉ុន្តែលក្ខណៈវាក្តៅភាយក្តៅពីខាងក្នុងក្តៅជាប្រចាំពេលដែលគាត់នោមទៅមានអារម្មណ៍ថារាងក្តៅទ្វីមាសឬក៏ទឹកនោមរបស់គាត់មានការឡើងពណ៌ហើយអាចស្ដែងចេញទៅលើរោគសញ្ញាធ្វើទុកដូចជាការចុករោចង្កេះឈឺអាងតាគៀកឬក៏ឈឺដៃស្បូនខុសពីធម្មតាអញ្ចឹងសូមបងប្អូនបែងចែកឲ្យច្បាស់រវាងផ្សិតនិងរលាកសួរថាផ្សិតនិងរលាកវាមានផលប៉ះពាល់ដែរអត់មានផលប៉ះពាល់ដូចគ្នាទី1ធ្វើឲ្យស្ត្រីគាត់ពិបាកនៅក្នុងការមានកូនចាទី2អ្នកមានគ្រួសារអ្នកមានដៃគូធ្វើគាត់ពិបាកពេលគេនៅជាមួយគ្នាអាចនឹងក្តៅឈឺកាហាយស្ងួតចំពោះអ្នកកាត់ផ្សិតអ្នកដែលរលាកគាត់អាចនឹងមានអារម្មណ៍ថារឿងឈឺចុកអួរផ្នែកក្នុងពោះឬក៏កំពុងតែនៅឬក៏នៅហើយអាចនឹងមានជារោគសញ្ញានៃការធ្លាក់ឈាមមកខុសធម្មតាអញ្ចឹងបងប្អូនបែងចែកឲ្យច្បាស់បើសិនជាបងប្អូនដឹងតែខ្លួនឯងកើតមានមិនថាផ្សិតមិនថារលាកទេនេះខ្ញុំលើកទឹកចិត្តសូមស្វែងរកដំណោះស្រាយបានត្រឹមត្រូវពីព្រោះវាមានផលប៉ះពាល់អាចនឹងប្រឈមទៅនឹងបញ្ហាធ្ងន់ដូចគ្នា